សាកសម័យមើលប្រសិនបើយើងស្ថិតនៅចន្លោះពីអាយុ12ទៅ15ឆ្នាំហើយមានគេរាប់ថាការស្រមៃគឺជារឿងមួយដែលមិនអាចទៅរួចហើយជារឿងមួយដែលអត់ប្រយោជន៍តើពេលនោះយើងនឹងមានអារម្មណ៍យ៉ាងណាហើយនេះគឺជាទិន្នន័យដែលយើងបានស្រង់និងទទួលបានផ្ទាល់ពីការចោះទៅសម្ភាសផ្ទាល់ដែលក្មេងស្រីគាត់បានជួបប្រទះចឹងមានបញ្ហា3ធំដែលយើងបានជួបក្នុងការសម្ភាសនឹងទី1គឺដោយសារតែបញ្ហាក្រីក្រឬក៏បញ្ហាគ្រួសារដោយសារតែគ្រួសារអត់មានជីវភាពគ្រប់គ្រាន់ដើម្បីគាត់រៀនថវិកាគាត់ខ្វះខាតអញ្ចឹងគាត់ក៏សម្រេចចិត្តឲ្យកូនគាត់ឈប់រៀនដើម្បីទៅស្វែងរកប្រាក់ឬក៏រកការងារដើម្បីជួយផ្គត់ផ្គង់គ្រួសារឲ្យមានជីវភាពល្អប្រសើរជាងមុនហើយបញ្ហាទី2គឺដោយសារតែសាលានៅឆ្ងាយពេលខ្លះនៅតាមជនបទពេលខ្លះសាលានៅឆ្ងាយអញ្ចឹងគាត់ពិបាកក្នុងការធ្វើដំណើរដោយសារតែសាលានៅឆ្ងាយពេកហើយចំពោះបញ្ហាទី3គឺដោយសារតែក្មេងស្រីនៅតាមតំបន់ជនបទភាគច្រើនគឺឪពុកម្ដាយគាត់បង្ខំចិត្តឲ្យគាត់មានគ្រួសារជាងការរៀនសូត្រដោយសារតែគាត់ចង់ឲ្យកូនស្រីរៀនបានខ្ពង់ខ្ពស់ហើយនេះគឺជាទិន្នន័យដែលយើងបានយកមកពីអ៊ីនធឺណិតដែលទិន្នន័យហ្នឹងគឺបានបង្ហាញឃើញថាក្មេងស្រីគឺនៅតែមានការអត់បានសិក្សាខ្ពង់ខ្ពស់ច្រើនដដែលហើយនេះគឺជាបញ្ហាមួយដែលធំមួយដែរទូទាំងសកលលោកទាំងប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍដោយសារតែឃើញពីបញ្ហាទាំងអស់ហ្នឹងហើយពួកយើងក៏សម្រេចចិត្តបង្កើតជា poster ឬក៏បង្កើតជា charity ក្នុងគោលបំណងដើម្បីជួយ support ក្មេងស្រីឲ្យគាត់ទទួលបានការអប់រំខ្ពង់ខ្ពស់ជាងមុនហើយឲ្យគាត់មានអនាគតល្អប្រសើរដើម្បីជួយផ្គត់ផ្គង់គ្រួសារនិងជួយអភិវឌ្ឍប្រទេសជាតិនិងសង្គមរបស់យើងឲ្យកាន់តែល្អប្រសើរជាងមុនហើយនេះគឺជា charity work របស់យើងដែលដំបូងគឺយើងដើររក collaborate ជាមួយនឹង business ឬក៏ organize ផ្សេងដែលពួកគាត់ support ទៅលើ education ហើយពួកយើងក៏បាន post ទៅលើ social media ឬក៏ event ណាមួយដើម្បីឲ្យមនុស្សគ្រប់គ្នាស្គាល់ហើយនឹងធ្វើការបរិច្ចាគដើម្បីជួយ support ក្មេងស្រីហើយពួកយើងទទួលបាន material និង donate ទាំងអស់ហ្នឹងគឺពួកយើងនឹងយក donate ទាំងអស់ហ្នឹងហើយនឹង fund ទាំងអស់ហ្នឹងចូលទៅ supply នៅ education program របស់យើងដើម្បីឲ្យ organize ហ្នឹងបកគលdonate ទាំងអស់ហ្នឹងទៅកាន់ក្មេងស្រីដែលកំពុងតែជួបបញ្ហាទាំងអស់ហ្នឹងហើយនេះគឺជា target customer របស់យើងដែលមានដូចជាក្រុមមនុស្សដែលពួកគាត់ចូលចិត្តបរិច្ចាគទៅលើក្មេងស្រីឬក៏ទៅលើ education ដែលពួកគាត់ចង់បរិច្ចាគហើយទី2គឺ collaboration and business sponsor គឺជាក្រុមដៃគូឬក៏ជាក្រុមហ៊ុនអ្នកជំនួញឬក៏ sponsor របស់យើងធំដែលពួកគាត់support education និង gender equality ហើយចំពោះទី3គឺ government and public sector គឺក្រុម organization ដែលគាត់តែងតែ support និងផ្ដល់ឱកាសក្នុងការជួយធ្វើ charity នឹងហើយនេះគឺជា key partner and collaboration ដែលពួកយើងបានធ្វើសហការជាមួយគ្នាដែលមានដូចជាអង្គការកម្មាមេគង្គ Cambodia Village Fund, Shikan, Cambodia Children Fund ហើយជាដើមដែលពួកគាត់តែងតែ support ទៅលើ education នឹងហើយនេះគឺជា our commitment ដែលពួកយើងជួយ support ទៅលើក្មេងស្រីឲ្យគាត់រៀនសូត្របានខ្ពង់ខ្ពស់និងមានអនាគតល្អប្រសើរជាងពេលបច្ចុប្បន្នដើម្បីឲ្យគាត់ជួយផ្គត់ផ្គង់គ្រួសាររបស់គាត់ឲ្យមានជីវភាពល្អប្រសើរនិងជួយអភិវឌ្ឍប្រទេសជាតិនិងសង្គមជាតិឲ្យល្អជាងមុនហើយនេះគឺជា team member របស់យើងដែលមាន team leader គឺជាអ្នកមើលការខុសត្រូវហើយមាន media and design ដែលគាត់មើលការទៅលើផ្នែក media និងការ design បៀ poster ឲ្យជាដើមហើយចំពោះ sponsorship វិញគឺគាត់ស្វែងរកដៃគូ collaboration ទៅលើ education នឹងហើយចំពោះ financial គឺគាត់អ្នកទុកដាក់លុយពីការបរិច្ចាគនិងការធ្វើ charity ទាំងមូលហើយចំពោះ logistic គឺគាត់អ្នកទុកដាក់សម្ភារៈដូចជា
កាបូប big ខ្មែរដៅអីជាដើម Thank you let's share love together